ខ្ញុំបានខាត់ពេលប្រហែលចិត្តមួយអាទិត្យដោយសារតែខ្ញុំបានមើលស្រាវជំងឺមួយប្រភេទនៅក្នុងប្រទេសកូរ៉េហើយខ្ញុំជាមនុស្សដែលហាត់ប្រាណរាល់ថ្ងៃអញ្ចឹងខ្ញុំគិតថាត្រឹមតែលេបថ្នាំពី pharmacy សម្រាប់នៅផ្ទះសុំច្បាប់មួយថ្ងៃពីរថ្ងៃគឺអត់អីតែធាតុពិតធ្វើឲ្យខ្លួនប្រាណខ្ញុំដុនដាបខ្លាំងហើយតតែទៅពេទ្យទើបជាដាច់ជំងឺនេះបងប្អូនអាចគិតថាធម្មតាដូចខ្ញុំដែរគឺជំងឺផ្ដាសាយប៉ុន្តែជាជំងឺផ្ដាសាយធំដែលភាសាអង់គ្លេសគេហៅថា influenza ភាសាកូរ៉េហៅថាតុកកម្មសម្រាប់ជនជាតិកូរ៉េគឺមិនមែនជាជំងឺធម្មតាទេគឺជាជំងឺដែលត្រូវតែព្យាបាលភ្លាមៗអញ្ចឹងខ្ញុំចង់ផ្ញើវីដេអូនេះទៅកាន់បងប្អូនទាំងអស់គ្នាដែលកំពុងតែធ្វើការនៅប្រទេសកូរ៉េឬក៏ប្រទេសដែលមានរដូវកាលត្រជាក់ព្រោះយើងមកពីខ្មែរមានតែ2រដូវកាលទេប៉ុន្តែមកដល់កូរ៉េគឺមាន4រដូវកាលដែលងាយនឹងប្រឈមមួយជំងឺប្រភេទនេះខ្ញុំនឹងប្រាប់ពីវិធីព្យាបាលទៅកាន់បងប្អូនវិធីរកទីតាំងពេទ្យហើយមួយទៀតនៅពេលដែលពេទ្យឲ្យជំរើសយើងថាយើងគួរព្យាបាលតាមរបៀបណាលេបថ្នាំឬក៏ចាក់ថ្នាំហើយជាពិសេសជូនទៅកាន់បងប្អូនដែលនៅឆ្ងាយពីតំបន់ប្រជុំជននៅម្នាក់ឯងហើយអត់ចេះភាសាកូរ៉េគឺត្រូវស្វែងយល់ពីជំងឺនេះមែនទែនធ្វើម៉េចឲ្យទៅមន្ទីរពេទ្យព្យាបាលឲ្យទាន់ពេលវេលាកុំគេងតែម្នាក់ឯងហើយសង្ងំលេបថ្នាំដោយអត់បានធូរស្រាលឲ្យទាល់តែសោះដំបូងឡើយពេលដែលខ្ញុំឆ្លងជំងឺផ្ដាសាយធំហ្នឹងខ្ញុំគិតថាយើងអាចទិញថ្នាំនៅ pharmacy លេបធម្មតាទៅគិតថាជីហើយប៉ុន្តែពេលខ្ញុំដូរថ្នាំវានៅតែអត់ធូរយើងបានត្រឹមតែមកគេងហើយក្រោកឡើងឈឺទៀតដល់ពេលដែលអស់ជាតិថ្នាំអ្វីដែលអាការៈធ្ងន់ធ្ងរខ្លាំងនោះទី1គឺយើងឈឺក្បាលអស់កម្លាំងលែងចង់ធ្វើអីទាំងអស់ហើយអ្វីដែលធ្ងន់ធ្ងរបំផុតគឺយើងក្តៅខ្លួនខ្លាំងជិត40អង្សាសេបងប្អូនហើយទៅជាដូចគ្រុនញាក់គ្រុនញ័រតែម្ដងហើយក៏សុំច្បាប់អត់អាចទៅធ្វើការបានភ្លាមប៉ុន្តែផ្ទះខ្ញុំនៅចិត្តទីប្រជុំជនអញ្ចឹងគឺយើងទៅពេទ្យជិះតែ5នាទីគឺដល់ពេលពេទ្យតេស្តទៅឃើញថាខ្ញុំឆ្លងជំងឺ influenza ឬក៏តុកកម្មកម្រិតប្រភេទ A ឆ្លងតាមអាការៈដ៏កាចសាហាវមួយនេះធ្វើខ្ញុំចង់ធ្វើវីដេអូចែកជូនទៅកាន់បងប្អូនខ្មែរយើងនៅកូរ៉េទាំងអស់គ្នាថាវាពិតជាសាហាវមែនហើយបើបងប្អូនខ្លះគាត់អត់យល់ឬក៏គាត់ពជាពេលគាត់ចេះគេងទៅគឺពិតជាអាចធ្វើឲ្យគ្រោះថ្នាក់លើសនឹងទៀតរហូតដល់គេងអាចលែងក្រោកក៏ថាបានដែរបងប្អូនចូលដល់ចំណុចទី2គឺវិធីព្យាបាលក្រោយពេទ្យរកឃើញថាយើងកើតជំងឺតុកកម្មប្រភេទ A ហើយគាត់ឲ្យជំរើស2មកកាន់យើងតែយើងរើសយកមួយណាគាត់បញ្យល់ថាទី1គឺយើងយកវិធីចាក់ថ្នាំការចាក់ថ្នាំហ្នឹងគឺលឿនចាក់តែថ្ងៃហ្នឹងគឺជាតែម្ដងចាក់ឲ្យបែកញើសខ្ចាយស្អែកឡើងជាថ្ងៃហ្នឹងគឺដូចគេបេះអញ្ចឹងហើយវិធីទី2គឺវិធីយឺតគឺយើងលេបទៅវាជាបដាតែរយៈពេលជាហ្នឹងគឺជាដាច់រយៈពេល5ទៅ1អាទិត្យហើយនេះគឺវិធីស្វែងរកទីតាំងពេទ្យដោយសារតែពេទ្យនៅកូរ៉េមានផ្នែកផ្សេងៗនេះច្រើនអញ្ចឹងបងប្អូនគ្រាន់តែយក map វាយមក download Naver Map ហើយយើងវាយទីតាំងមកគឺយើងដាក់ថានេខ្វាក៏បាន EPN ហ៊ូខ្វាក៏បានដែរអញ្ចឹងខ្ញុំឧទាហរណ៍នេះគឺយើងអាចស្វែងរកនៅចិត្តទីតាំងដែលយើងរស់នៅអញ្ចឹងបងប្អូនវាយ EPN ហ៊ូខ្វាទៅវាលោតដាក់ទីតាំងផ្សេងដែលយើងចង់ call កក់មុនក៏បានឬក៏ទៅ direct ក៏បានអញ្ចឹងណាដូចបានបញ្ជាក់ពីខាងដើមអញ្ចឹងបងប្អូនគឺជនជាតិកូរ៉េគេខ្លាចជំងឺប្រភេទនេះណាស់ហើយរហូតដល់ប្រទេសកូរ៉េចេញច្បាប់មួយតម្រូវឲ្យគ្រប់ក្រុមហ៊ុនឲ្យបុគ្គលិកតម្រូវចាក់វ៉ាក់សាំងការពារជំងឺប្រភេទនេះជាងរាល់ដើមរដូវត្រជាក់អញ្ចឹងខ្ទង់ខែ11គឺតម្រូវឲ្យក្រុមហ៊ុនបញ្ជូនពេទ្យទៅចាក់ថ្នាំការពារហើយក្រុមហ៊ុនខ្លះគឺតម្រូវឲ្យបុគ្គលិកទៅចាក់ខ្លួនឯងនៅតំបន់ជិតផ្ទះឬក៏នៅជិតក្រុមហ៊ុនតែខ្ញុំអត់ដឹងថាបងប្អូនខ្មែរយើងពលករគាត់តកែជូនទៅចាក់ដែរឬអត់អញ្ចឹងណាហើយសម្រាប់ខ្ញុំផ្ទាល់គឺទៅចាក់រាល់ឆ្នាំប៉ុន្តែនៅតែឆ្លងជំងឺនឹងដែរអញ្ចឹងមានន័យថាជំងឺវីរុសផ្ដាសាយព័ត៌មានសេដ្ឋកិច្ចរបស់វានៅតែវិវត្តជានិច្ចអញ្ចឹងគឺយើងត្រូវតែការពារខ្លួនបាទអរគុណបងប្អូនហើយកុំភ្លេច share និង share វីដេអូនេះទុកករណីបងប្អូនទៅពេទ្យមានបញ្ហាអីអាច call មកខ្ញុំបកប្រែជូនបានអរគុណច្រើន